ព្រោះតែនាងរងរបួសដោយសារតែយើងបាទនាងពិតជាថ្នាំសង្គ្រោះជីវិតរបស់យើងពិតមែនប៉ុន្តែហេតុអ្វីបានជានាងទៅវិញមើលទៅព្រះនាងពិតជាអាចជួយសម្រាលជាតិពុលចម្លែកលើខ្លួនព្រះអង្គបានមែនប៉ុន្តែរឿងមួយបន្ទាប់ពីរឿងមួយទៀតយើងគួរតែចេញដំណើរភ្លាមដើម្បីចាក់ចេញពីណានចៅប្រសិនបើទ្រង់បង្ហាញខ្លួនក្នុងឋានៈជាលូជីនយីវាមិនមែនជាផែនការរយៈពេលវែងនោះទេប៉ុន្តែនាងត្រជាក់ស្រសេបដាក់យើងតែចំពោះលូជីនយីម្នាក់នេះនាងបែរជាមានចិត្តមេត្តានិងទន់ភ្លន់ខ្លះទៅវិញពិតជាធ្វើឲ្យពិបាកចាត់ការមែនហាអីចឹងមានតែពិបាកដល់ព្រះអង្គហើយត្រូវប្រើផែនការទាំងពីរស្របគ្នាដើម្បីទទួលបានទំនុកចិត្តនិងក្តីស្រឡាញ់ពីព្រះនាងឲ្យបានឆាប់រហ័សក្រាបទូលព្រះអង្គពួកយើងបានស្ទាក់ចាប់បញ្ជាសម្ងាត់របស់ស្ដេចស៊ូបានហើយរាជទាយាទចូលទៅណានចៅនឹងមានជីវិតមិនបានយូរឡើយនៅពេលទ្រង់សោយទីវង្គតនៅណានចៅត្រូវផ្សព្វផ្សាយដំណឹងភ្លាមដោយចោទថាការសោយទីវង្គតភ្លាមនេះជាល្បិចកលរបស់ណានចៅដល់ពេលនោះកងទ័ពធំនឹងវាយលុកហើយអាចលេបយកណានចៅតែម្ដងស្ដេចស៊ូហ៊ានប្រើការសោយទីវង្គតរបស់ព្រះអង្គដើម្បីបង្កសង្គ្រាមរវាងទ័ពទាំងពីរពិតជាមានគំនិតអាក្រក់ក្រៃលែងពួកល្ងងខ្លៅពួកគេមើលស្រាលយើងពេកហើយក៏មើលស្រាលណានចៅដែរចំពោះស្រីបម្រើដែលដាក់ថ្នាំពុលកាលពីយប់មិញតើត្រូវចាត់ការយ៉ាងណាទូលបង្គំបានស៊ើបដឹងថាជាមនុស្សរបស់ស្ដេចស៊ូដែលបានតាក់ទងនាងដោយសម្ងាត់ដោយចង់ប្រើប្រាស់ឋានៈជាគ្រូពេទ្យទេវៈរបស់នាងដើម្បីចូលទៅជិតព្រះអង្គតើទ្រង់ចង់ចាត់ការនាងយ៉ាងដូចម្តេចប្រសិនបើយើងចាត់ការនាងឥឡូវនេះតើមិនធ្វើឲ្យព្រះនាងហ្វាងអ៊ីមានការសង្ស័យទេព្រះអង្គរងជាតិពុលហើយមិនសោយទីវង្គតស្ដេចស៊ូច្បាស់ជាមកស៊ើបសួរមិនខានអីចឹងពួកយើងនឹងប្រើល្បិចបំបែកល្បិចឆាងសុងឯងទៅរៀបចំកាដូដ៏មានតម្លៃមួយចំណែកទៅដោយប្រាប់ថាដើម្បីថ្លែងអំណរគុណចំពោះគុណបំណាច់សង្គ្រោះជីវិតព្រះអង្គកាលពីម្សិលមិញហើយលួចប្រគល់នាងទៅឲ្យលោកគ្រូបូជាចាយវាងចាត់ការដោយសម្ងាត់ទៅបាទឈប់សិនព្រះនាងហ្វាងអ៊ីនៅពេលនេះប្រហែលជាភ្ញាក់ហើយឯងទៅដំណាក់មួយជូដងទៀតទៅអញ្ជើញនាងមកទស្សនាផ្កាជាមួយយើងបាទព្រះអង្គទ្រង់បានអញ្ជើញជាច្រើនដងតែត្រូវគេបដិសេធហើយអ្វីព្រះអង្គមិនប្រើឋានៈជាលូជីនយីដើម្បីអញ្ជើញនាងដើរលេងសិនទៅថ្ងៃនេះនាងច្បាស់ជាយល់ព្រមមិនខានកាលពីយប់មិញទើបតែមានភាពស្និទ្ធស្នាលជាមួយលូជីនយីមួយយប់នាងច្បាស់ជាមានអារម្មណ៍ខុសហើយមកស្ទង់មើលចិត្តរបស់យើងហើយមិនបានជួបគ្នាជាច្រើនថ្ងៃជំងឺផ្ដាសាយរបស់រូមុខរកូហាក់ដូចជាធ្ងន់ធ្ងរជាងមុនហើយបោកប្រាស់គេងាយស្រួលម្លេះទាំងអស់នេះមកពីលូជីនយីកាលពីយប់មិញកញ្ជ្រោងកំណាចម្នាក់នោះស្នាមនៅលើខ្លួនគឺច្បាស់ជាងលើកមុនទៅទៀតគឺថាខ្ញុំម្ចាស់មានសុខភាពខ្សោយតាំងពីតូចមកម្លេះព្រះអង្គគុំប្រកាន់អីណាតើដៃរបស់ព្រះអង្គកាត់អីហ្នឹងរងរបួសហេកាលពីយប់មិញមុនពេលចូលគេងមានឆ្មាព្រៃមួយក្បាលបានចូលមកក្នុងបន្ទប់វាខ្វាច់បន្សល់ទុកស្នាមនឹងឯងហាចុះឆ្មាព្រៃរបស់ព្រះអង្គនេះកាច់សាហាវណាស់តើចុះយប់មិញព្រះអង្គសម្រានលក់ស្រួលទេអរគុណសម្រាប់ក្តីបារម្ភគ្រឿងក្រអូបដែលនាងផ្ញើមកពិតជាមានប្រសិទ្ធភាពណាស់យើងគេងលក់ស្រួលពេញមួយយប់គេងលក់ស្កប់ស្កល់ណាស់គ្រឿងក្រអូបលីងលូសៀងខ្ញុំជាអ្នកផ្ញើឲ្យឯគឺខ្ញុំម្ចាស់តើដែលទ្រង់បានផ្ញើឲ្យម្ដាយរបស់លោកប្រុសលូមានជំងឺធ្ងន់ធ្ងរកាលពីយប់មិញទ្រង់បានទូលសុំគ្រូពេទ្យលួងទៅដំណាក់របស់លោកលូជាមួយលោកមីងបន្ទាប់មកទើបរៀបចំផ្ញើវាមកទីនេះព្រះអង្គសម្រានលក់ស្រួលកាលពីយប់មិញល្អណាស់ទៅមើលផ្កាទៅតើលោកប្រុសលូជាអ្នកណានាងហាក់ដូចជាបារម្ភពីគេខ្លាំងណាស់ជាមិត្តភក្តិដែលស្គាល់គ្នាដោយចៃដន្យជាមិត្តភាពសុទ្ធសាធព្រះអង្គកុំបារម្ភអីការចងស្ពានមេត្រីរវាងប្រទេសទាំងពីរមានតួនាទីធំធេងណាស់ពិសេសគឺចំពោះបុគ្គលដ៏ឆ្នើមដូចជាព្រះអង្គវាជាលាភសំណាងដែលខ្ញុំម្ចាស់សន្សំមកដើម្បីជាតិហើយខ្ញុំម្ចាស់ច្បាស់ជាបំពេញតួនាទីឲ្យបានល្អមាត់នេះពិតជានិយាយកុហកបានល្អណាស់អីចឹងការបំពេញតួនាទីរបស់នាងគឺគ្រាន់តែចង់ឲ្យយើងស្ងាត់មាត់មែនទេប៉ុន្មានថ្ងៃនេះនាងត្រជាក់ស្រសេបដាក់យើងតែបែរជាមានអារម្មណ៍ទៅបារម្ភពីបុរសផ្សេងទៅវិញគ្មានរឿងបែបហ្នឹងទេ